ព័ន្ធនឹងសង្គ្រាមនៅមជ្ឈិមបូព៌ាលោកបណ្ឌិតជ័យតិចអ្នកតាមដានភូមិសាស្ត្រនយោបាយបង្ហាញការយល់ឃើញថាសង្គ្រាមមួយនេះនឹងនៅអូសបន្លាយពេលយូរតទៅមុខទៀតខណៈបច្ចុប្បន្នប្រទេសគូសត្រូវកំពុងតែដកថយមកពង្រឹងសាច់ដុំរបស់ខ្លួននិងគៀកោសម្ព័ន្ធមិត្តដូច្នេះហើយការអូសបន្លាយនេះនឹងធ្វើឲ្យប៉ះពាល់ដល់សង្វាក់នៃការផ្គត់ផ្គង់ប្រេងពិភពលោកក្នុងនោះកម្ពុជាដែលនាំចូលប្រេងពីខាងក្រៅទាំងស្រុងក៏នៅតែបន្តរងផលប៉ះពាល់សូមទស្សនានៃការលើកឡើងលំអិតរបស់លោកបណ្ឌិតជ័យតិចអ្នកតាមដានភូមិសាស្ត្រនយោបាយដូចតទៅការប្រើប្រាស់នវោហាសាស្ត្ររបស់លោកដូណាល់ត្រាំក្នុងការគម្រាមវាយអ៊ីរ៉ង់ជាថ្មីម្ដងទៀតជាច្រើនលើកជាច្រើនសារហើយនឹងការក្រឡាស់សម្ដីក្នុងការផ្អាកការវាយអ៊ីរ៉ង់ជាដើមនេះបាទគឺវាកើតច្រើនដងច្រើនសាររួចទៅមកហើយនេះគឺជាការគម្រាមកំហែងទៅលើអ៊ីរ៉ង់ដើម្បីឲ្យអ៊ីរ៉ង់ទទួលយកនៅគេហៅថាសំណើកិច្ចព្រមព្រៀងដែលស្នើឡើងដោយរដ្ឋបាលលោកដូណាល់ត្រាំហើយក៏ដូចជាការក្រឡុកនៅទីផ្សារប្រេងពិភពលោកនៅពេលដែលលើកឡើងអំពីការគម្រាមវាយអ៊ីរ៉ង់នោះប្រេងឡើងថ្លៃនៅពេលដែលលោកថាផ្អាកការវាយអ៊ីរ៉ង់វិញហើយបាទនៅម្សិលមិញនេះបាទគឺប្រេងបាទចុះថ្លៃទៅវិញបាទនេះគឺលោកជាអ្នកអាមាត់របស់លោកជាអ្នកគ្រប់គ្រងតម្លៃឡើងចុះនៃប្រេងក្នុងទីផ្សារពិភពលោកសហរដ្ឋអាមេរិកក្រោមរដ្ឋបាលលោកដូណាល់ត្រាំគឺដើរតាមផែនទីចង្អុលផ្លូវរបស់អ៊ីស្រាអែលក្នុងការបង្កើត Great Israel នៅក្នុងតំបន់មជ្ឈិមបូព៌ាដូច្នេះអ៊ីរ៉ង់នេះគឺជាឆ្អឹងទៅតឹងកក្នុងផ្លូវឆ្ពោះទៅរក Great Israel របស់អ៊ីស្រាអែលនៅតំបន់មជ្ឈិមបូព៌ាក៏ដូចជាឆ្អឹងទៅតឹងករបស់សហរដ្ឋអាមេរិកក្នុងការគ្រប់គ្រងធម្មពលប្រេងឧស្ម័ននៅក្នុងតំបន់មជ្ឈិមបូព៌ានេះដូច្នេះទេគឺសហរដ្ឋអាមេរិកនិងអ៊ីស្រាអែលមិនទុកទេអ៊ីរ៉ង់បាទតែមធ្យោបាយយ៉ាងណានោះបាទគឺមានការលំបាកតាំងពីសហរដ្ឋអាមេរិកនិងអ៊ីស្រាអែលតែងតែចង់ផ្ដួលរំលំនៅរបបនេះតាមរយៈមធ្យោបាយបដិវត្តពណ៌តាមរយៈមធ្យោបាយប្រព័ន្ធបច្ចេកវិទ្យាតាមរយៈមធ្យោបាយគេហៅថាការដាក់សម្ពាធបាទការដាក់ទណ្ឌកម្មសេដ្ឋកិច្ចជាដើមហើយឈានរហូតដល់ចុងក្រោយប្រើប្រាស់មធ្យោបាយប្រើកម្លាំងបាយកងកម្លាំងប្រដាប់អាវុធដើម្បីផ្ដួលរំលំរបបនេះតែទោះជាយ៉ាងណាអ៊ីរ៉ង់ក៏មិនមែនជាអ៊ីរ៉ាក់អ៊ីរ៉ង់ក៏មិនមែនជាបណ្ដាប្រទេសដូចជានៅស៊ីរីដូចជាអីដែលស្រួលទៅដូចលីប៊ីនោះទេបាទដូច្នេះគឺមានការលំបាកយ៉ាងខ្លាំងដោយសារអ៊ីរ៉ង់បានត្រៀមខ្លួនជារាប់សិបឆ្នាំមកហើយដើម្បីទប់ទល់ទៅនឹងសង្គ្រាមដែលកើតឡើងនេះដូច្នេះមានការលំបាកក្នុងការផ្ដួលរំលំដោយប្រើកម្លាំងបាយទៅលើអ៊ីរ៉ង់ហើយពេលនេះបាទគឺទុនដៃរៀងខ្លួនបាទដូច្នេះផ្អាកសិនហើយនៅក្នុងពេលនេះដំណាក់កាលនេះខាងអ៊ីរ៉ង់ក៏បានរៀបចំនៅគេហៅថា mobilize សម្ព័ន្ធមិត្តរបស់ខ្លួនហើយនឹងរៀបចំកម្លាំងឡើងវិញដើម្បីទប់ទល់ហើយខាងសហរដ្ឋអាមេរិកក៏នៅក្នុងដំណាក់កាលនៃការចរចានេះបាទគឺអ៊ីរ៉ង់មិនទុកចិត្តអាមេរិកទេហើយអាមេរិកក៏មិនអាចយកផ្លូវចរចានេះដើម្បីបញ្ចប់របបអ៊ីរ៉ង់បានដែរដូច្នេះគឺអាមេរិកនិងអ៊ីស្រាអែលពេលនេះកំពុងតែត្រៀមផងដែរក្នុងការរៀបចំ logistics បាទភស្តុភារកម្មក៏ដូចជាអាវុធយុទ្ធភ័ណ្ឌឡើងវិញជាពិសេសគឺគៀងគោសម្ព័ន្ធមិត្តនៅក្នុងតំបន់មជ្ឈិមបូព៌ាដោយថ្មីនេះយើងឃើញហើយមានការគៀងគោអារ៉ាប់រួមបាទចូលរួមជាមួយនឹងសម្ព័ន្ធមិត្តអាមេរិកនិងអ៊ីស្រាអែលហើយក៏ដូចជាដាក់នៅមូលដ្ឋានទ័ពពង្រឹងមូលដ្ឋានទ័ពរបស់អាមេរិករបស់អ៊ីស្រាអែលនៅប្រទេសអ៊ីរ៉ាក់ហើយនឹងការគៀងគោនៅសម្ព័ន្ធមិត្តផ្សេងទៀតដូចជាអារ៉ាប៊ីសាអូឌីតជាដើមបាទដូច្នេះការគៀងគោសម្ព័ន្ធមិត្តនៅក៏ដូចជាសម្ព័ន្ធមិត្តក្នុងតំបន់ក៏ដូចជាសម្ព័ន្ធមិត្តនៅអឺរ៉ុបជាដើមហើយនេះបើសិនជាមានការបដិញ្ញាចូលរួមជាមួយសហរដ្ឋអាមេរិកនោះដល់ពេលដែលសហរដ្ឋអាមេរិកអាចនឹងបើកការវាយប្រហារជាថ្មីទៅលើអ៊ីរ៉ង់ដូច្នេះចំណុចសំខាន់នៃការឈ្នះចាញ់នៃសង្គ្រាមនេះគឺអាស្រ័យទៅលើការគៀងគោនៅសម្ព័ន្ធមិត្តរបស់គូប្រយុទ្ធទាំងសងខាងបាទបើសហរដ្ឋអាមេរិកអាចគៀងគោបានសម្ព័ន្ធមិត្តនៅក្នុងតំបន់ឈូងសមុទ្រតំបន់មជ្ឈិមបូព៌ារួមជាមួយនឹងសហគមន៍អឺរ៉ុបផងនោះបាទគឺនឹងអាចមានរាប់មានព្រៀបក្នុងការបើកការវាយបង្ក្រាបអ៊ីរ៉ង់ហើយប៉ុន្តែរហូតដល់ពេលនេះគឺមិនទាន់មានសម្ព័ន្ធមិត្តណាដែលចេញមុខបាទជាចំហក្នុងការគ្រប់គ្រងក្នុងការចូលរួមប្រយុទ្ធជាមួយសហរដ្ឋអាមេរិកនិងអ៊ីស្រាអែលនៅឡើយទេហើយផ្ទុយទៅវិញខាងអ៊ីរ៉ង់បាទគឺមានអ្នកចេញមុខក្នុងការគ្រប់គ្រងមានដូចជាខាងក្រុមហ៊ូទីនៅយេម៉ែនក៏ដូចជាក្រុមហេសបូឡានៅលីបង់ដែលគៀកនឹងអ៊ីស្រាអែលហើយនឹងមានគេហៅថាក្រុមឧទាមជាច្រើនទៀតបាទនៅស៊ីរីនៅអ៊ីរ៉ាក់ជាដើមបាទដែលគ្រប់គ្រងហើយក៏មានការគ្រប់គ្រងផងដែរពីរុស្ស៊ីបាទគឺរុស្ស៊ីនេះគឺមានការគ្រប់គ្រងទាំងបច្ចេកទេសទាំងសម្ភាវុធហើយក៏នឹងមានការគ្រប់គ្រងផងដែរអំពីប្រទេសចិនបាទដូច្នេះចិនរុស្ស៊ីនេះក៏គ្រប់គ្រងតាក់ទងទៅនឹងបច្ចេកទេសសម្ភាវុធហិរញ្ញវត្ថុហើយនឹងបញ្ហាការទូតបាទសម្រាប់ការយល់ឃើញរបស់ខ្ញុំសង្គ្រាមនៅមជ្ឈិមបូព៌ានេះនឹងនៅតែបន្តនឹងអូសបន្លាយយូរទៅទៀតហើយកិច្ចព្រមព្រៀងបទឈប់បាញ់ក៏កើតមានរប៉េះរប៉ោះរវាងសហរដ្ឋអាមេរិកហើយនិងអ៊ីរ៉ង់ក៏ដូចជាសម្ព័ន្ធមិត្តរបស់គេទាំងពីរបាទគឺលីបង់សម្ព័ន្ធមិត្តរបស់អ៊ីរ៉ង់ហើយនិងអ៊ីស្រាអែលសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិកក៏នឹងមានបទកិច្ចព្រមព្រៀងបទឈប់បាញ់ជារប៉េះរប៉ោះដែរហើយការបាញ់គ្នារប៉េះរប៉ោះក៏ដូចជាការដាក់សម្ពាធដោយគ្នាទៅវិញទៅមកក៏មានជារឿយៗផងដែរនៅក្នុងដំណាក់កាលនេះហើយការចរចាក៏នៅតែបន្តប៉ុន្តែខ្ញុំមិនមើលឃើញថាកិច្ចព្រមព្រៀងសន្តិភាពយូរអង្វែងនឹងអាចកើតមានទេរវាងសហរដ្ឋអាមេរិករួមដៃជាមួយនឹងអ៊ីស្រាអែលនៅក្នុងបញ្ហាជាមួយនឹងអ៊ីរ៉ង់នេះបាទ
ដូច្នេះបញ្ហានៅមជ្ឈមបូព៌ានេះគឺនឹងនៅតែបន្តបាទប៉ះពាល់ទៅដល់បញ្ហាការផ្គត់ផ្គង់ប្រេងទៅដល់ពិភពលោកបាទការដឹកជញ្ជូនផ្សេងចេញពីតំបន់មជ្ឈមបូព៌ានេះមិនមែនតែប្រេងឧស្ម័នទេបាទរួមទាំងជីកសិកម្មហើយនិងសម្ភារៈទំនិញផ្សេងទៀតផងដែរហើយនឹងប៉ះពាល់កើតមានជាអតិផរណាការឡើងថ្លៃប្រេងបាទជាដើមដែលប៉ះពាល់ទៅដល់សេដ្ឋកិច្ចទៅដល់ជីវភាពជុំវិញពិភពលោកហើយជាពិសេសគឺសម្រាប់កម្ពុជាយើងគឺប៉ះពាល់ទៅនឹងការឡើងថ្លៃប្រេងឧស្ម័នដែលយើងនាំចូល 100% សម្រាប់ផ្គត់ផ្គង់នៅក្នុងស្រុករបស់យើងហើយនឹងធ្វើឲ្យមានអតិផរណាដែលរហូតដល់ពេលនេះសម្រាប់កម្ពុជាយើងអតិផរណាអាចកើតមានឡើងរហូតដល់ជាង 5% បាទសម្រាប់ឆ្នាំ2026នេះហើយឆ្នាំកន្លងទៅកម្ពុជាមានខ្ទង់រង្វង់ជាង 2% តែប៉ុណ្ណោះ